ពុកខ្ញុំនឿយកាយហួតហែងឃ្លានបាយកណ្ដាលថ្ងៃក្តៅញើសហោសស្រាក់ព្រឹកទល់យប់ជ្រៅដើម្បីពីលពៅបានល្អដូចគេខោអាវពុកចាស់ពុកមិនបដូរផ្លាស់រកថ្មីនោះទេឲ្យកូនបានល្អពុកសែនអទ្វេដើម្បីមាសមេពុកស៊ូគ្រប់យ៉ាងពុកខ្ញុំស្លូតបូតការងាររហូតឥតបីស្រាក់ស្រានខំអើយសែនខំដើម្បីកល្យានព្រោះចង់ឲ្យបានប្រានកូនស្រណុកឯចំណីវិញមិនហ៊ានហូបឆ្ងាញ់ព្រោះសន្សំទុកឲ្យកូនបានរៀនតទៅថ្ងៃមុខទឹកចិត្តលោកពុកកាត់ថ្លៃពំបានឈឺគ្រុនរងាពុកមិនរុញរាមិនហ៊ានសម្រានទោះធ្លាក់ខ្លួនឈឺក៏ពុកក្លាហានគ្មានអ្នកប្រដូចបានលោកពុកខ្ញុំឡើយអរគុណណាម៉ែដែលពោពុះកូនគុណច្រើនផ្ទួនកូនគ្មានអ្វីសងអរគុណខ្លាំងណាស់បីបាច់ថ្នាក់ថ្នមអរគុណឲ្យផ្សងបានជួបម៉ែទៀតអរគុណណាម៉ែតែងលើកលែងទោសលើករាល់កំហុសឥតបីឃ្លៀងឃ្លាតអរគុណឲ្យម៉ែចិត្តមិនចង្អៀតអរគុណម្ដងទៀតហើយណាអ្នកម្ដាយអរគុណឲ្យម៉ែតែងនៅខាងកូនទោះធ្លាក់ដល់សូន្យម៉ែនៅក្បែរកាយអរគុណឲ្យម៉ែដែលមិនឃ្លាតឆ្ងាយស៊ូណាកូនជីវិតកូនលំបាកយូរហើយកូនលំបាកបន្តទៀតក៏គ្មានបញ្ហាអីដែរណាកូនព្រោះភាពលំបាកធ្វើឲ្យកូនចេះតស៊ូការតស៊ូធ្វើឲ្យកូនរឹងមាំភាពរឹងមាំគឺជាទីពឹងរបស់ខ្លួនឯងណាកូនកូនត្រូវចាំថាលំបាកពេលនេះគឺដើម្បីសនុកពេលក្រោយតស៊ូពេលនេះគឺដើម្បីយកជោគជ័យពេលក្រោយឲ្យតែកូនមានចិត្តអំណត់អត់ធ្មត់តស៊ូព្យាយាមគ្មានឧបសគ្គណាចូលមកជ្រៀតជ្រែងជីវិតកូនបានឡើយការតស៊ូប្រកបដោយឧត្តមគតិគឺជាអាវុធដ៏មុតស្រួចដែលពុះជ្រែកបំបែកថ្មតាន់គឺឧបសគ្គឲ្យបែកបាក់បាត់ឥឡូវនេះកូនក៏បានធំអស់ហើយកូនហើយធ្វើជាបងប្អូននឹងគ្នាកូនត្រូវតែចេះស្រឡាញ់គ្នាសាច់ឈាមជាមួយគ្នាយ៉ាងណាក៏កាត់គ្នាមិនបានពាក្យចាស់ពោលថាកាត់ទឹកមិនដាច់កាត់សាច់មិនបានដូច្នេះចូលកូនកុំស្អប់ខ្ពើមកុំកំណាញ់កុំចំណែនកុំខឹងក្រោធកណ្ដុំគុំគួនអ្វីដល់បងប្អូនគ្នាឡើយកូនត្រូវជួយគ្នានិងមើលថែគ្នាទៅវិញទៅមកទៅបានល្អបានមកធ្វើជាបងប្អូននឹងគ្នាហើយស្រាប់តែមកឆ្លោះទាស់ទែងគ្នាវាជារឿងដែលគួរឲ្យខ្មាស់អៀនណាស់កូនហើយនោះល្អគេមិនឆ្លោះទាស់ទែងគ្នាដូច្នេះឡើយយ៉ាងទៀតកូនត្រូវគិតដល់ទ្រូងម្ដាយទ្រូងឪផងថាពុកម្ដាយនឹងឯងគិតយ៉ាងណាចំពោះកូនគិតដល់ពេលដែលកូននៅតូចឆ្លោះគ្នាហើយក៏ល្អនឹងគ្នាវិញលែងចូលគ្នាវិញដោយដើមចឹងភ្លេចរឿងដែលកន្លងអស់ទៅហើយក៏ស្រឡាញ់គ្នាព្រមព្រៀងគ្នាមានអ្វីធ្វើក៏ជួយគ្នាល្អណាស់កូនមានរឿងខ្លះការកូនដែលនៅពីតូចនោះកូនគួរសិក្សាតាមបើកូនគិតថាកូនធំហើយកូនមិនភ្លេចរឿងដែលទាស់ចិត្តដោយកាលដែលកូននៅពីក្មេងទេតែកូនត្រូវកុំប្រកាន់គ្នាកូនហើយស្វាមីអាចរកថ្មីបានភរិយាក៏អាចរកថ្មីបានកូនក៏អាចរកថ្មីបានដែរតែបងប្អូន